ខ្មោចផ្ទះយាយដួងចំពោះសាច់រឿងដែលគាត់បានចែករំលែកមកហ្នឹងគាត់មានឈ្មោះថាបងរាប្រាប់ថារឿងមួយនេះវាកាត់ឡើងកាលពីឆ្នាំ2014កាត់ឡើងនៅក្នុងស្រុកភូមិរបស់គាត់នឹងឯងនៅក្នុងស្រុកភូមិរបស់គាត់គឺមានយាយម្នាក់ដែលត្រូវបានគេស្គាល់ថាឈ្មោះយាយដួងគាត់គឺជាមនុស្សចាស់ដែលមានចរិតកាចហើយក៏កម្រិះខ្លាំងដែរគាត់កម្រិះមិនមែនត្រឹមតែជាមួយអ្នកជិតខាងទេសូម្បីតែកូនចៅរបស់គាត់ក៏គាត់កម្រិះដាក់ដែរទាំងអស់គ្នាអ្នកជិតខាងអត់មានពីណាគេអាចសុំគាត់បានសូម្បីតែបន្តិចមិនថាម្ទេសប៊ីចេងស្ករអំបិលប្រហុកអីគឺអត់ដែលសុំយាយដួងនឹងបានទេហើយអត់មានពីណាគេនឹងចូលចិត្តយាយម្នាក់ហ្នឹងទេគេស្អប់គាត់យកតែមែនតែនហ្មងសូម្បីតែកូនចៅរបស់គាត់ក៏អត់មានពីណាគេនៅជាមួយនឹងគាត់បានដែរគាត់មានកូន2នាក់កូនប្រុស1កូនស្រី1កូនប្រុសរបស់គាត់ពេលដែលរៀបការហើយក៏នាំប្រពន្ធហ្នឹងមកនៅផ្ទះរបស់យាយដួងនឹងឯងប៉ុន្តែនៅបានត្រឹមតែមួយខែអីទេខាងស្រីហ្នឹងគាត់រើចេញពីផ្ទះរបស់យាយដួងទៅបាត់ទៀតដោយសារតែម្ដាយក្មេកគំរិះខ្លាំងពេកហើយដែលសំខាន់ហ្នឹងគឺរករឿងកូនប្រសាសឹងរាល់ថ្ងៃនឹងឯងធម្មតាប្តីនៅពេលដែលប្រពន្ធរើចេញទៅបាត់ប្តីហ្នឹងក៏រើចេញទៅតាមអញ្ចឹងទៅបានប្រហែលជាខ្ទង់ប្រហែលខែក្រោយមកទៀតកូនស្រីរបស់យាយដួងហ្នឹងក៏បានការប្តីធម្មតានៅពេលដែលការប្តីហើយគាត់ខាងស្រីអញ្ចឹងគឺខាងប្រុសត្រូវតែមកនៅខាងស្រីអញ្ចឹងណាប៉ុន្តែខាងប្រុសហ្នឹងគ្នាមិននៅបានត្រឹមតែកន្លះខែទេទ្រាំនឹងចរិតម្ដាយក្មេកដែលជាមនុស្សគំរិះកាចស្ដីថាឲ្យរាល់ថ្ងៃអត់បានទៀតកូនប្រុសដែលជាកូនប្រសាហ្នឹងក៏រើចេញពីផ្ទះហ្នឹងទៅបាត់ទៀតហើយនៅពេលដែលប្តីរើចេញទៅបាត់កូនស្រីរបស់យាយដួងក៏គាត់រើចេញទៅតាមអីចឹងទៅដោយសារតែគាត់ស្រឡាញ់ប្តីរបស់គាត់ដែរអញ្ចឹងណានៅមួយគាត់ស្គាល់ចិត្តម៉ែគាត់ច្បាស់ថាអត់មានអ្នកក្រៅណានៅជាមួយបានទេចាប់តាំងពីពេលដែលកូនទាំងអស់រើចេញពីផ្ទះហ្នឹងទៅផ្ទះមួយខ្នងហ្នឹងគឺយាយដួងនៅតែម្នាក់ឯងទាំងអស់គ្នាផ្ទះរបស់គាត់គឺជាប្រភេទផ្ទះឈើ2ជាន់ប្តីរបស់គាត់គឺធំមែនតែនហើយមានដើមឈើមានដើមស្វាយមានអីឡើងពេញផ្ទះនិយាយចំទៅគាត់គឺជាមនុស្សដែលនិយាយថាអាសាដាំអីអញ្ចឹងណាប៉ុន្តែគាត់អន់ត្រង់មួយទាំងអស់គ្នាគឺគាត់អត់មានតំណែងល្អជាមួយអ្នកជិតខាងទេអញ្ចឹងហើយនៅពេលដែលគាត់មានរឿងអីឬក៏មានបញ្ហាអីអ្នកជិតខាងគឺគេអត់ដែលរវល់អត់ដែលទៅជួយអត់ដែលស្អីសោះហ្មងបងរ៉ាហើយនឹងយាយដួងបើទោះបីជាពួកគាត់នៅក្នុងភូមិជាមួយគ្នាពិតមែនប៉ុន្តែផ្ទះរបស់ពួកគាត់គឺនៅឆ្ងាយពីគ្នាម្នាក់នៅដើមភូមិអញ្ចឹងទៅម្នាក់ទៀតនៅចុងភូមិអញ្ចឹងទៅប៉ុន្តែបងរ៉ានៅពេលដែលគាត់ចង់ធ្វើដំណើរទៅផ្សារឬក៏ធ្វើដំណើរឡើងទៅផ្លូវជាតិឡើងទៅសាលារៀនអីគឺគាត់ត្រូវធ្វើដំណើរកាត់តាមមុខផ្ទះយាយដួងនឹងឯងគ្រាន់តែគាត់មានពួកម៉ាក់ដែលមានផ្ទះនៅជិតជាមួយយាយដួងនឹងអញ្ចឹងទៅចឹងទៅគាត់អាសាដឹងរឿងយាយដួងហ្នឹងតាមរយៈពួកម៉ាក់របស់គាត់ហ្នឹងទេចឹងគាត់ថានៅពេលដែលគាត់ជិះម៉ូតូកាត់មុខតែយាយដួងម្ដងគាត់ចាប់អារម្មណ៍ជាងគេគឺផ្លែស្វាយជាមួយនឹងផ្លែមៀនដែលនៅមុខតែយាយដួងហ្នឹងហ្មងគឺបើផ្លែមៀនវិញទាំងអស់គ្នាគាត់ថាផ្លែឡើងសង់តបាក់មេចហើយយាយដួងហ្នឹងគាត់យកកត្រកទៅចងតាមផ្លែមៀនមួយមេឃអីចឹងណាកុំឲ្យវាធ្លាក់ចុះមកខាងក្រោមអីចឹងទៅពីណាគេធ្លាប់មានផ្លែមៀនប្រហែលជាដឹងថាកត្រកចងមៀនហ្នឹងមិនអីមិនចឹងណាអញ្ចឹងគាត់ហ្នឹងគាត់ចាប់អារម្មណ៍ខ្លាំងណាស់ប៉ុន្តែគាត់អត់ហ៊ានចោះលួចបេះឬក៏លួចរើសផ្លែមៀនយកម្ហូបអីគឺអត់ដែរសោះសូម្បីតែម្ដងរហូតដល់ថ្ងៃមួយនោះទាំងអស់គ្នាពួកម៉ាក់របស់គាត់ដែលមានផ្ទះមួយយាយដួងហ្នឹងមកប្រាប់គាត់ថាចេះយាយដួងហ្នឹងបាត់អត់ឃើញដើរចេញពីក្នុងផ្ទះប្រហែលជាខ្ទង់5ទៅ6ថ្ងៃហើយអត់ដឹងថាគាត់ទៅណាមកណាទេអត់ដឹងថាទៅលេងកូនចៅទៅលេងបងប្អូនអីក៏គ្មានពីណាគេដឹងដែរដូចនិយាយចឹងយាយដួងគាត់គឺជាមនុស្សកំរិះហើយមនុស្សកាចអ្នកស្រុកអ្នកភូមិជាពិសេសអ្នកចិត្តខាងអត់មានពីណាគេចូលចិត្តគាត់ទេអញ្ចឹងហើយបើទោះបីជាគាត់បាត់ទៅណាមកណាក៏មានពីណាគេដឹងអត់មានពីណាគេចាប់អារម្មណ៍ដែរបងរ៉ាគ្រាន់តែគាត់លឺប៉ុណ្ណឹងទាំងអស់គ្នាគាត់ប្រាប់ពួកម៉ាក់គាត់ថាចេះល្ងាចហ្នឹងម៉ោង5ពេលចេញពីសាលារៀនទៅបេះហើយអញចង់បេះផ្លែមៀនយាយហ្នឹងណាផ្លែមៀនគាត់បេះមកកត្រកពីកត្រកមកអត់មានពីណាគេដឹងទេគាត់និយាយគ្នាពួកម៉ាក់គាត់អញ្ចឹងណាប៉ុន្តែពួកម៉ាក់គាត់ថាចេះអត់ទេអញបេះឲ្យខ្លាចតែអញទៅបេះទៅយាយដួងនឹងឆ្លោះមួយម៉ែអញនាំតែមានរឿងមានអីចឹងគាត់ចង់ឯងអញ្ចឹងបងរ៉ាគាត់ថាចេះបើឲ្យអត់បេះទេចាំអញទៅបេះអញ្ចឹងនៅពេលហ្នឹងពួកម៉ាក់របស់គាត់ក៏បានខ្វល់ឲ្យច្រើនដែរចំណែកបងរ៉ាវិញគាត់ក៏អង្គុយរៀនអង្គុយអីរហូតដល់ចេញពីសាលាម៉ោងប្រហែលជាខ្ទង់5គាត់ជិះម៉ូតូត្រឡប់ពីសាលាវិញកាត់មុខតែយាយដួងណាបងប្អូនគាត់ជិះម៉ូតូយឺតដើម្បីសម្លឹងមើលទៅក្នុងផ្ទះយាយដួងនៅពេលសម្លឹងមើលទៅគាត់ឃើញថាផ្ទះយាយហ្នឹងបិទទ្វារលបងបិទទ្វារផ្ទះអស់ហើយក្នុងផ្ទះគឺស្ងាត់ឆឹងហ្មងហើយដែលសំខាន់ណាគឺមានស្លឹកឈើនៅរាយប៉ាយពេញផ្ទះអញ្ចឹងគាត់ក៏ប្រកាសថាចេះផាយាយហ្នឹងអត់នៅផ្ទះពិតមែនហើយដោយអីដែលពួកម៉ាក់គាត់ប្រាប់ហ្នឹងហ្មងអត់មានបញ្ញាគេនៅផ្ទះហ្នឹងទេគេទៅអស់តែអីចឹងណាចឹងគាត់ក៏ជិះម៉ូតូត្រឡប់ផ្ទះទុកដាក់អវ៉ាន់ក្រោយពីទុកដាក់កាបូបរៀនរបស់គាត់រួចគាត់ក៏ជិះម៉ូតូត្រឡប់មកវិញនៅពេលគាត់ជិះម៉ូតូត្រឡប់មកវិញហ្នឹងគាត់ក៏អត់តន់ឈប់ភ្លាមៗដែរទាំងអស់គ្នាគាត់ជិះរបៀបថាស្រឡឹងចុះស្រឡឹងឡើងមើលសិនម៉ោងប្រហែលជា7:06ល្ងាចទើបគាត់ឆប់ម៉ូតូគាត់គឺគាត់យកទៅទុកនៅផ្ទះពួកម៉ាក់របស់គាត់ហ្នឹងហ្មងផ្ទះពួកម៉ាក់គាត់នៅចិត្តហ្នឹងអញ្ចឹងណាគាត់ទុកដាក់ម៉ូតូរួចពួកម៉ាក់គាត់សួរថាហេហើយហ៊ានចូលដែរមែនចាក់យាយដួងមកតន់ណាតែយាយដួងមកតន់ហើយមានរឿងហើយយាយនឹងប្តឹងដល់វាថាប្តឹងដល់មេភូមិមេអីនាំទៅផ្អើលអញ្ចឹងគាត់ថាអត់នេះគាត់ជិះម៉ូតូ
មើល4 5 ដងអត់មានឃើញយាយនឹងនៅទេអញ្ចឹងប្រកាស100%អត់មានពីណាគេនៅផ្ទះយាយដួងនឹងទេអញ្ចឹងពួកម៉ាក់របស់គាត់ក៏អត់មកដែរគាត់ទុកដាក់ម៉ូតូរួចគាត់ក៏ដើរសៀមកមុខផ្ទះយាយដួងហ្នឹងណាដើរមករួចគាត់ក៏តោងឡើងលើលបងដើម្បីបេះផ្លែមៀនគាត់ឲ្យគាត់ថាពេលហ្នឹងមេចាប់ឡើងរឿងងឹតតិចៗហើយមើលគ្នារៀងឃើញព្រៀបមើលអត់ច្បាស់ទេអញ្ចឹងនៅពេលដែលគាត់កំពុងតែបេះផ្លែមៀនទាំងអស់គ្នាគាត់ថាគាត់ឈរនៅលើលបងហ្មងណាតោងផ្លែមៀនបេះមកប្រហែលជាខ្ទង់2កត្រកបេះឲ្យរត់តម្លាក់ទៅខាងក្រោមណាស្រាប់តែគាត់ឮសំឡេងទ្វារផ្ទះរបស់យាយដួងបើកក្រាំងទ្វារនៅផ្ទះរបស់គាត់ហ្មងណាអញ្ចឹងគាត់ក៏ស្រឡឹងមើលទៅពេលហ្នឹងគាត់ឈរស្ងៀមស្គប់ហ្មងគាត់ថាចាប់ហើយយាយនឹងមកតាន់អញ្ចឹងគាត់ឃើញទ្វារផ្ទះបើកហើយយាយនឹងដើរចុះពីលើផ្ទះយាយនឹងដើរចុះពីលើផ្ទះមកដើរសំដៅមកគាត់ហើយនៅពេលដើរសំដៅមកគាត់ច្អល់មុខគាត់ទៀតច្អល់មុខគាត់ឲ្យសំឡេងយាយនឹងរបៀបថារបៀបម្លាយគាត់ថាកុំតន់ទៅណាប្រាប់គាត់ចឹងទាំងអស់គ្នាអញ្ចឹងបងរាពេលហ្នឹងគាត់ឈោកាំងនៅលើលបងហ្នឹងហ្មងគាត់អារម្មណ៍មួយទៀតគាត់គិតថាចេះបើសិនជាម៉ាក់ប៉ារបស់គាត់ដឹងច្បាស់ជាវាយគាត់ងាប់ហ្មងតែគាត់នឹងធ្វើជាចោលមលួចរបស់គេអញ្ចឹងណាអញ្ចឹងយាយគាត់ដាក់យាយនឹងដើរមកចិត្តកន្លែងលបងហ្នឹងហើយបកដៃហៅគាត់ចុះហើយចុះមកទៅតាមយាយអញ្ចឹងបងរានៅពេលដែលគាត់ឮប៉ុណ្ណឹងទាំងអស់គ្នាគាត់ថាពេលហ្នឹងយាយនឹងហៅគាត់ទៅណាគាត់ទៅដែរគាត់ខ្លាចតែម្យ៉ាងទេយាយនឹងយករឿងទៅប្រាប់ម៉ែគាត់អញ្ចឹងនៅពេលដែលគាត់បានឱកាសចូលទៅផ្ទះយាយនឹងហើយគាត់នឹងក៏និយាយគាត់ដើរប្រើស្ពះក្រោយបដាចេះថាយាយកុំប្រាប់ម៉ែខ្ញុំណាកុំប្រាប់ម៉ែខ្ញុំគាត់និយាយពីក្រោយយាយនឹងអញ្ចឹងហ្មងអញ្ចឹងយាយនឹងនៅពេលដែលគាត់ដើរទៅវិញគាត់ដើរឡើងទៅលើផ្ទះហើយឲ្យបងរាដើរទៅតាមអញ្ចឹងបងរាដើរតាមទាំងអស់គ្នានៅពេលដែលគាត់ដើរឡើងទៅដល់លើផ្ទះគ្រាន់តែយាយនឹងបើកទ្វារផ្ទះភ្លាមទាំងអស់គ្នាស្អុយខ្លាំងមែនតើស្អុយក្លិនខ្លាំងមែនតើគឺចេញពីផ្ទះរបស់យាយដួងនឹងហ្មងទាំងអស់គ្នាចុងវាស្អុយខ្លាំងពេកអញ្ចឹងណាហើយបាត់យាយនឹងឆាំអត់ឃើញយាយនឹងទៀតទេអញ្ចឹងគាត់ក៏ឡើងដល់លើផ្ទះហ្នឹងគាត់មើលរបៀបឆ្ងល់អញ្ចឹងណាគាត់ងាកទៅបានឃើញរបៀបកន្លែងព្រីបើកន្លែងកងតាក់បើកភ្លើងគាត់ក៏ចុចបើកភ្លើងនៅពេលដែលចុចបើកភ្លើងភ្លាមទាំងអស់គ្នាគាត់ឃើញយាយហ្នឹងគឺកំពុងតែដេកនៅរបៀបដេកនៅលើក្តារផ្ទះដេកនៅលើក្តារផ្ទះខ្លួនប្រាណរបស់គាត់ហ្នឹងគឺអាលួយមានរបៀបថាមានរបៀបចេញមកគឺមនុស្សដេកស្លាប់ទាំងអស់គ្នាដេកស្លាប់ឡើងលឿងឡើងខៀវហ្មងហូរទឹករំងាយឡើងពេញហ្នឹងហើយមាត់របស់គាត់ចំហបើកភ្នែកធំហើយតែសំខាន់ទាំងអស់គ្នាសាច់គាត់កន្លែងខ្លះគឺមានកណ្ដោស៊ីកន្លែងខ្លះទៀតទៅគឺរបៀបថាវាមានសភាពគួរឲ្យខ្លាចខាងមែនតើអញញើតខ្លាំងណាបងរាពេលហ្នឹងគាត់ថាគាត់ឈោកាំងមើលហ្មងគាត់ឈោកាំងមើលទាំងអស់គ្នាមើលប្រហែលជាក្នុង10នាទីគាត់រត់ចុះពីលើផ្ទះហ្នឹងវិញរត់ចុះពីលើផ្ទះហ្នឹងហើយទាំងអស់គ្នាគាត់ផ្លាស់លបងចេញទៅវិញទៅស្រែកហៅពួកម៉ាក់គាត់ស្រែកឡើងពេញភូមិស្រែកឡើងពេញកន្លែងហ្នឹងហ្មងស្រែកគាត់ថាមានមនុស្សដេកស្លាប់អញ្ចឹងទៅអញ្ចឹងនៅពេលដែលគាត់ស្រែកតែប៉ុណ្្នឹងឯងអ្នកស្រុកអ្នកភូមិផ្សេងទៀតជាពិសេសហ្នឹងគឺគ្រួសាររបស់ពួកម៉ាក់គាត់នៅផ្ទះចិត្តហ្នឹងឯងគឺនាំគ្នាទម្លុះរបៀបថាទម្លុះទ្វារទម្លុះអីចូលមកមើលអីចឹងណាហើយនៅពេលដែលចូលមកដល់ទាំងអស់គ្នាគឺគេបានឃើញសពរបស់យាយដួងហ្នឹងមែនគឺបានឃើញសពរបស់យាយដួងហ្នឹងគឺដេកស្លាប់នៅលើផ្ទះហ្នឹងប៉ិតមែនចឹងទាំងអស់គ្នាពេលហ្នឹងបងរាគាត់ភ្លេចអារឿងដែលខ្មោចហៅគាត់ឡើងទៅលើផ្ទះហ្នឹងបាត់ហើយដោយសារតែគាត់ឃើញសពឃើញខ្មោចស្លាប់នៅមុខគាត់ពេកទៅគាត់ឡើងភ្លេចរឿងអស់ហ្នឹងទាំងអស់គ្នារហូតដល់គេយកសពយកអីឲ្យទេឲ្យកូនចៅយាយហ្នឹងមកផ្ទះមកអីចឹងណាទើបគាត់និយាយរឿងរបៀបថាគាត់នឹកឃើញឡើងវិញថាមិនបានគាត់ឡើងទៅលើផ្ទះហ្នឹងមិនបាននិយាយដើមមកហៅគាត់អីអញ្ចឹងទៅអញ្ចឹងពេលហ្នឹងនៅពេលគាត់ប្រាប់ប៉ាម៉ាក់គាត់ប្រាប់ពួកម៉ាក់គាត់រឿងបន្តទៀតដែលគាត់បានត្រូវខ្មោចហៅឡើងទៅលើផ្ទះអស់ហ្នឹងណាគឺគ្រប់គ្នាហ្នឹងគឺកាំងដូចគ្នាគ្រប់គ្នាគឺលក្ខណៈថាស្លាប់ហើយគឺព្រឺសបល់ជាងគាត់ទៀតគាត់ជួបផ្ទាល់ទាំងអស់គ្នាប៉ុន្តែគាត់គិតថាចែកខ្មោចយាយហ្នឹងគាត់មានបំណងអាក្រក់អីជាមួយគាត់ទេគឺគ្រាន់តែមកប្រាប់គាត់ថាឲ្យឡើងទៅយកសັບគាត់ផងអីចឹងដោយសារគាត់បានស្លាប់បាត់ហើយស្លាប់មកនោះគឺយូរមែនតើហើយពេលហ្នឹងប៉ូលីសហ្នឹងក៏មកដែរទាំងអស់គ្នាប៉ូលីសមកពេញហ្នឹងហើយសួរនាំគាត់អីអញ្ចឹងថាពីណាគេហៅគាត់អីមិនគាត់ឡើងទៅលើផ្ទះហ្នឹងអីហ្នឹងអញ្ចឹងណាអញ្ចឹងគាត់ក៏រៀបរាប់អីដែលគាត់បានជួបហ្នឹងប្រាប់ឲ្យប៉ូលីសហ្នឹងដឹងដែរអញ្ចឹងគាត់ថាសັບរបស់ជីដួងហ្នឹងក៏ត្រូវកូនចៅមកធ្វើបន់ធ្វើអញ្ចឹងទៅប៉ុន្តែកូនចៅនៅផ្ទះហ្នឹងអត់បានទេអត់មានពីណាគេនៅបានទេគឺគេថាឃើញខ្មោចជីដួងហ្នឹងដើរផងយំផងស្រែកផងជាពិសេសគាត់បន្ទោសកូនចៅថាទុកឲ្យគាត់នៅតាមម្នាក់ឯងទើបធ្វើឲ្យគាត់នឹងស្លាប់អីអញ្ចឹងណាទើបធ្វើឲ្យគាត់ស្លាប់អនាថាស្លាប់អនាចាអត់មានពីណាគេដឹងអត់មានអីអញ្ចឹងទៅអញ្ចឹងបងរានៅពេលហ្នឹងទាំងអស់គ្នាគាត់នឹងក៏ត្រូវម៉ែរបស់គាត់នាំទៅវត្តស្រោចទឹកស្រោចអីដែរបើទោះបីជាពេលហ្នឹងអាចជួបហេតុភ្លាមហ្នឹងគាត់អត់សូវខ្លាចក៏ដោយប៉ុន្តែនៅពេលគាត់យករឿងហ្នឹងមកគិតឡើងវិញគឺគាត់ព្រឺសបល់ខ្លាំងមែនតើហើយតែសំខាន់ណាពួកម៉ាក់របស់គាត់ដែលនៅផ្ទះចិត្តហ្នឹងទាំងអស់គ្នាយប់ឡើងគាត់ថាឮសំឡេងយាយដួងនឹងស្រែកយំឮសំឡេងស្រែកយំឮសំឡេងយាយនឹងកាប់អីនៅក្នុងផ្ទះឡើងពេញហ្នឹងហ្មងសំឡេងឡើងទៅហឹងដូចមនុស្សនៅក្នុងផ្ទះហ្នឹងអញ្ចឹងហើយដែលសំខាន់នៅពេលដែលមានមនុស្សមកកវ៉ែផ្ទះគាត់ចង់លួចរបស់ចង់លួចអីចង់យកបេះបន្លែផ្លែឈើអីរបស់គាត់គឺឃើញយាយនឹងបង្ហាញមុខមកស្រស់ៗឲ្យបានឃើញនឹងហ្មងនៅដល់គ្នាចំពោះរឿងដែលគាត់បានចែករំលែកមកហ្នឹងក៏មានតែប៉ុណ្្នឹងដែរបើសិនជាទាំងអស់គ្នាមានរឿងចង់ចែករំលែកកុំភ្លេចឆាតមកក្នុង account អាជីពផងបាយបាយ